អ្នកលក់អីមិនច្រឡំគេចេះប្របែកកំណត់យកលុយនិយាយទៅរៀបអីវ៉ាន់លក់មិនទាន់ស្រួលបួលផងភ្ញៀវមករោមទិញដូចឃុំចឹងឃុំអាំងរបស់គាត់ចំណុចពិសេសមានច្រើនដែលយើងអាចរៀនសូត្របានតម្លៃ10000 20000ទេគឺគាត់ទៅសេតម្លៃច្បាស់មិនឲ្យគេថាខ្លាច់កោអញ្ចឹងព្រោះយើងរាល់ដងទៅទិញឃុំអាំងកន្លែងផ្សេងមួយចំនួនគឺយើងភ័យខ្លាច់គេកោចេះខ្លាច់គេកោចោះខ្លាច់ទិញចំរបស់ល្អខ្លាច់ទិញចំរបស់ឆ្ងាញ់អញ្ចឹងហើយមកកន្លែងគាត់ក៏ដោះស្រាយបញ្ហានឹងជូនយើងទាំងអស់មកដល់គឺរើសខ្លួនឯងតាមសមត្ថភាពរៀងខ្លួនហើយចូលចិត្តដុំណារើសមកតាមតម្លៃហើយយកមកឲ្យគាត់ប្រាប់មកកំងចង់រសជាតិហឹលរសជាតិមិនហឹលអីគឺគាត់ដាក់អាំងឲ្យភ្លាមនៅនឹងមុខនេះហើយជាចំណុចដែលដោះស្រាយបញ្ហាដែលយើងថាដែលខ្ញុំនិយាយថាលុយនៅមុខអត់ពិបាកទេឲ្យតែយើងមានគំនិតហើយបកកែតំណែងបែបម៉េចគឺប្រមូលទិញឃុំមកតាមខេត្តគ្រប់កញ្ចេះមណ្ឌលគិរីរតនគិរីបើមិនបកកែនិយាយមិនបកកែតំណែងរម៉ួយរអ្នកផ្គត់ផ្គង់ឲ្យទេស្មានតែទិញឃុំលក់បានច្រើនអញ្ចឹងហីលក់តែបន្តិចហ្នឹងគឺអស់ហើយតែខែវាមានខែវាដែរខែប្រាំងចេះសបោឃុំហើយគាត់មានអាប្រភេទទឹកជ្រលក់របស់គាត់2ទឹកជ្រលក់នេះមានអាហឹលនិងអាអត់ហឹលហើយអ្វីដែលពិសេសហ្មងគឺការរៀបចំដាក់លក់របស់គាត់នឹងឯងហើយគាត់ដោះស្រាយទៅលើបញ្ហាដែលថាប្រហែលជាគាត់ជាអ្នកបកកាយចូលចិត្តញ៉ាំឃុំដែរបានគាត់សង្កេតដឹងអញ្ចឹងបានថារបររស៊ីអីក៏ដោយឲ្យតែយើងបកកាយសង្កេតនេះដោះស្រាយបញ្ហាទី1គឺគាត់ដាក់តម្លៃច្បាស់ទៅលើដុំតាមតូចតាមធំតាមចាស់តាមខ្ចីហើយភ្ញៀវដែលបកកាយទិញបកកាយញ៉ាំគឺគាត់រើសតាមនឹងទៅថ្មីដៃខ្លួនឯងរើសបានរបស់ល្អញ៉ាំបានល្អរើសបានរបស់ធម្មល្មមតាមល្មមអញ្ចឹងទៅគាត់លៃតម្លៃតាមនឹងហើយនេះអាឃុំដែលមានកូនរបៀបញ៉ហ្នឹងអានឹងឆ្ងាញ់ណាហើយភាគច្រើនយើងសង្កេតឃើញអាណាតម្លៃរៀងខ្ពស់របស់សិលរបស់ល្អហើយជាធម្មតាទេអ្នកលក់ទាំងយើងទាំងគេគឺគេដោះស្រាយបញ្ហាឲ្យយើងហើយទី1អត់ភ័យខ្លាចកោទី2អត់ភ័យខ្លាចថាមិនដឹងបានល្អអត់ឬក៏អីគឺរើសលើដៃយើងរៀងខ្លួនហើយនេះដល់ម៉ោង1ថ្ងៃឡើងគឺគាត់មករៀបចំលក់អីនៅម្ដុំវត្តកង្សលនេះហើយបានគេហៅថាជាអ្នកលក់ប៉ាកែពុកម៉ែបងប្អូននេះជាចំណុចដែលយើងគួររៀនសូត្រតាមរបរនៅនឹងមុខយើងហើយសួរថាឃើញគាត់លក់ចេះហើយទីថាអ្នកផ្សេងចង់ធ្វើតាមអីមិនងាយស្រួលទេអ្នកដែលដើរផ្លូវមុនគឺគេដឹងរបៀបហើយនេះការលក់របស់គាត់គឺគាត់មានទឹកជាទឹកម្ទេសទឹកអីលាបភ្លាមប៉ាចេញមកគឺទំនងគួរឲ្យចង់ញ៉ាំហើយអញ្ចឹងមកខ្ញុំថានៅខេត្តមួយបើយើងចេះច្នៃប្រឌិតក្នុងការលក់ព្រោះអីគំនិតគឺចេញមកពីយើងខ្លួនឯងនឹងឯងពេលខ្លះយើងលេងទូរស័ព្ទលេងអ៊ីនធឺណិតហ្នឹងយើងមើលគេមើលនេះនោះយើងច្នៃវាទៅជាអីមួយដែលយើងអាចបង្កើតបានហើយដោះស្រាយបញ្ហាឲ្យអ្នកទិញបានណាព្រោះជាធម្មតាបញ្ហាអ្នកទិញឃុំអាំងនេះខ្ញុំក៏ធ្លាប់មានបញ្ហារឿងឃុំអាំងនឹងដែរពេលដែលខ្ញុំទៅថតទៅដល់ពេលភ្ញៀវទៅទិញវាអត់បានដូចអីដែលពេលយើងថតព្រោះអីអាឃុំនេះរបស់វាធម្មជាតិវាអត់អាចថាពេលខ្ញុំថតនឹងចាំពេលវាល្អដល់ពេលអាស្អែកឡើងទៅទិញវាអត់បានអញ្ចឹងទេអញ្ចឹងហើយខ្ញុំទៅសាយគាត់ដោះស្រាយបានបញ្ហានេះខ្ញុំលើកជាឧទាហរណ៍ឲ្យពុកម៉ែបងប្អូនយល់ថ្ងៃហ្នឹងខ្ញុំថតគាត់ឃើញឃុំគាត់ដាក់តាំងអញ្ចឹងស្អែកឡើងពុកម៉ែបងប្អូនទៅមិនប្រកាសថាទៅដល់មានគ្រប់សេរីគ្រប់ម៉ាកគ្រប់ម៉ូតទេព្រោះរបស់ហ្នឹងវាធម្មជាតិត្រូវរទៅតាមជាក់ស្ដែងដែលរកបានហើយអ្វីដែលខ្ញុំទៅសាយគឺនេះការដាក់លក់របស់គាត់គឺគាត់ទៅសេតម្លៃច្បាស់រៀបចំដាក់តាំងមានជំរើសច្រើនមានតូចមានធំមានចង់អ្នកមានតម្លៃមានទឹកលុយតិចញ៉ាំតាមតិចមានទឹកលុយច្រើនញ៉ាំតាមច្រើននេះជាអ្វីដែលគាត់ដោះស្រាយបញ្ហាបានព្រោះអីរាល់ដងចង់ញ៉ាំឃុំអាំងដែលល្អចង់ញ៉ាំឃុំអាំងដែលសបោសបាយមើលឃើញទេមិនមានទេទៅនៅភ្នំពេញខ្ញុំដើរថតមកឆ្អែតមកចង់4-10 ឆ្នាំហើយអត់ដែលឃើញអញ្ចឹងទេតែមកឃើញអញ្ចឹងខ្ញុំជាអ្នកចូលចិត្តឃុំអាំងស្រាប់ខ្វាកហ្មងទៅខ្ញុំនឹងគេហើយអ្នកទាំងអស់គ្នាគិតមើលបើយើងទៅទិញហើយបើថាយើងទិញបានរបស់មិនល្អអាហ្នឹងយើងទឹកដៃយើងដែរអាលង្ការទិញរបស់យើងជំរើសរបស់យើងព្រោះគាត់ដាក់តាំងឲ្យយើងស្រាប់អញ្ចឹងយើងខឹងគាត់ក៏អត់កើតខឹងខ្ញុំអ្នកថតក៏អត់កើតព្រោះអីខ្ញុំថតហ្នឹងខ្ញុំទៅទិញគាត់ដែរគាត់មានបានហៅអីខ្ញុំទេព្រោះគាត់បកកែលក់ប៉ុណ្ណេះហើយខ្ញុំត្រូវតែទៅជួយជំរុញបន្ថែមហើយបានជាគំនិតដល់ពុកម៉ែបងប្អូនរស់ស៊ីផ្សេងទៀតដែលច្នៃប្រឌិតខ្ញុំមិនអោយទៅ copy គាត់ទេណាប៉ុន្តែនេះជាឧទាហរណ៍មួយដែលយើងអាចច្នៃរស់ស៊ីរបស់អីផ្សេងដែលជារបស់ដែលអាចបង្កើតចំណូលបានដូចគ្នាព្រោះអីខ្ញុំចង់ឲ្យទៅវិស័យម្ហូបអាហារអ្នកលក់គឺគាត់រកកម្រៃបានតាមរយៈអញ្ចឹងព្រោះអីពេលភ្ញៀវទេសចរគេមកលេងបើសិនបើយើងបន្ថែមអនាម័យបន្ថែមការរៀបចំជាងនឹងមើលទៅមានសណ្ដាប់ធ្នាប់អីជាងនឹងខ្លាំងជាងនឹងទៀតខ្ញុំជឿថាយើងអាចល្បីទៅដល់ប្រទេសក្រៅទៀតដែលថាអូមានកន្លែងឃុំអាំងមួយដែលគាត់មើលមកតាក់ទាញមើលមកមានការដាក់តម្លៃមើលទៅមានអនាម័យមានស្តង់ដារដូចនៅស្រុកគេប្រទេសជិតខាងជាពិសេសខ្ញុំទៅសើថៃរឿងមួយរឿងបកកាយអា street food នឹងរៀបចំតុបតែង